ពេលនោះគេសម្រាប់អ្នកម្នាងស៊ូហើយនឹងកូនយើងដឹងហើយថាគេមិនមែនជាមនុស្សល្អទេតែស្មានមិនដល់ថាគេអាក្រក់ព្រៃផ្សាយដល់ថ្នាក់សម្រាប់បត្រាបត្រីរាជវង្សជាច្រើននៅចង់ធ្វើម្ចាស់ស្ត្រីទៀតពិតជាខុសខើខ្លាំងណាស់ខ្ញុំម្ចាស់ស៊ើបដឹងរឿងនេះច្បាស់ហើយបើជាវ៉ាន់ជាមនុស្សប្រយ័ត្នប្រយែងម្យ៉ាងទៀតរឿងទាំងអស់នេះកន្លងទៅច្រើនឆ្នាំហើយពិបាករកផាត់តាំងណាឯងក៏ធ្វើយ៉ាងម៉េចព្រះមេដារឿងនេះផ្សំគ្រោះថ្នាក់បន្តិចហើយខ្ញុំម្ចាស់ចង់ដឹងណាស់ថាបើសិនជាព្រះអង្គប្រជជនធ្ងន់តើគេហ៊ានបោះជំហានចុងក្រោយដើម្បីចង់នរកដែរទេយើងដឹងរឿងនេះហេតុនេះទើបធ្វើការលាក់បាំងអ្វីដែលត្រូវការគឺលទ្ធផលចុងក្រោយនេះហើយពេលនេះគ្រប់យ៉ាងសុទ្ធតែអាត់កំបាំងមនុស្សអាក្រក់ត្រូវដាក់ទោសការប្រឹងប្រែងរបស់យូអ៊ីក៏បានផលពិតមែនមនុស្សជាច្រើនស្លាប់ក្នុងដៃរបស់នាងបានទៅបានសុខហើយបើនិយាយទៅពេលដែលយើងទៅវិហារអានហូថ្ងៃនោះធ្វើឲ្យយើងស្ងប់ស្ងាត់យូអ៊ីខ្លាំងណាស់យើងចំណាស់នេះទៅហើយបានឃើញដល់ការតស៊ូរបស់រាជដំណាក់ខាងក្រោយទាំងភ្លឺនិងមងឹតអំណាចយុស័កប៉ុន្តែសម្រាប់យូអ៊ីក្តីមេត្តាក៏មានអំណាចក៏មានតំណែងម្ចាស់ស្ត្រីក៏មានហើយគេនៅតែមិនខ្វល់មានអារម្មណ៍តែមួយប៉ុណ្ណោះគឺប្រឹងប្រែងធ្វើជាមនុស្សល្អស្លាប់រស់មិនសំខាន់ពេលខ្លះយើងក៏ធ្លាប់គិតដែរយើងរស់នៅក្នុងវាំងអោបប្រសោបតែក្តីទុក្ខតែយូអ៊ីវិញរក្សានៅអនុស្សាវរីយ៍របស់បេះដូងតើអ្នកណាទៅដែលសប្បាយចិត្តជាងនាងអ្នកម្នាងយើងនៅកន្លែងណាទ្រង់នៅដំណាក់ចុងសៅរបស់ទ្រង់នោះអីដំណាក់ចុងសៅយើងមិនតាន់ស្លាប់ទេមែនទេព្រះអង្គទ្រាំមើលការស្លាប់របស់ទ្រង់មិនបានម្សិលមិញក៏បញ្ជាឲ្យអ្នកមីងបញ្ចុកថ្នាំបន្សាបថ្វាយទ្រង់ទៅមែនហើយយើងនៅមានយំញៀនព្រះអង្គមិនបណ្ដោយឲ្យយើងស្លាប់នោះទេពួកអញពីអ្នកក្បត់នឹងម្ចាស់នៅហ៊ានបង្ហាញមុខឲ្យយើងឃើញទៀតពួកអញនេះអាក្រក់ណាស់ឈប់ចំណាយកម្លាំងទៀតទៅពួកយើងលែងជាកូនចៅរបស់នាងទៀតហើយតើនេះជាស្អីវាជាស្អីនេះគឺជាទឹកសុបដែលព្រះអង្គប្រទានឲ្យទ្រង់គ្រាន់តែសោយឲ្យទៀងពេកទៅបានហើយបំណងល្អរបស់ព្រះអង្គទ្រង់ទទួលដោយក្តីរីករាយចុះយូអ៊ីយើងដឹងថាច្រើនថ្ងៃមុននេះទ្រង់មិនចង់ជួបអ្នកណានោះទេមិនព្រមចេញទៅក្រៅដំណើរដូច្នេះទើបយើងចូលមកជួបទ្រង់នៅផ្ទាល់សុខភាពយ៉ាងម៉េចដែរទេគ្រាន់បើហើយព្រះពរអញ្ចឹងល្អ